បងប្អូនទាំងអស់គ្នានៅក្នុងជីវិតយើងណាអ្នកខ្លះគេចូលចិត្តនិយាយថាមាន10ឆ្នាំប្រហែលដងនៅក្នុងមួយជីវិតប៉ុន្តែបើចំពោះខ្ញុំវិញគឺខ្ញុំនិយាយថាតើនៅក្នុងមួយជីវិតរបស់យើងនេះគឺយើងមានមិត្តភ័ក្តិ best friend ហ្នឹងប្រហែលអ្នកផ្សេងខ្ញុំអត់ដឹងទេបើសម្រាប់ខ្ញុំវិញគឺខ្ញុំខ្លាចនៅក្នុងការរាប់អានមនុស្សខ្ញុំមានបទពិសោធន៍ច្រើនដែលពេលដែលយើងរាប់អានមិត្តភ័ក្តិឬក៏រាប់អានមនុស្សច្រើនហ្នឹងវាធ្វើឲ្យខ្លួនឯងនឹងមានបញ្ហាច្រើនបញ្ហាខ្លះទាំងដែលមិនមែនជាបញ្ហារបស់យើងតែវាคล้ายទៅជារបស់យើងដែរវាពាក់ព័ន្ធនឹងយើងអីចឹងទៅអញ្ចឹងបើសិនជារាប់ថាជាមិត្តភ័ក្តិដែលថាមកស្គាល់គ្នាអាចមាន4-5នាក់តែបើ best friend វិញម្នាក់ឬក៏2នាក់អីហ្នឹងក្នុងជីវិតរបស់ខ្ញុំគឺអស់ហើយខ្ញុំមានតែប៉ុណ្្នឹងឯងសួរថាតើខ្ញុំនឹងជាមនុស្សដែលខ្ញុំគ្មានញាតិខ្ញុំមិនរាប់អានគេឬក៏គេមិនរាប់អានខ្ញុំមែនទេគឺខ្ញុំបើកចិត្តខ្ញុំរាប់អានជាមួយនឹងមនុស្សគ្រប់គ្នាតែគ្រាន់ថាពាក្យថាមនុស្សដែលចិត្តដិតបំផុតឬក៏ best friend ហ្នឹងខ្ញុំអត់អាចនឹងបើកចំហនឹងទទួលឬក៏រាប់មនុស្សទាំងអស់គ្រប់គ្នាហ្នឹងមកខ្លាយជា best friend របស់ខ្ញុំបានទេនិយាយទៅដោយសារតែយើងវាមានបទពិសោធន៍មិនល្អឬថាយើងរាប់អានគេស្មោះយើងគិតថាគេជាមិត្តភ័ក្តិនិយាយទៅគឺក្នុងចិត្តយើងអត់មានអ្វីលាក់លៀមទេពេលខ្លះវាអាចថាយើងជាមនុស្សដែលនិយាយត្រង់យើងអត់ចេះ fake ជា best friend របស់យើងគិតអីយើងនិយាយនឹងហ្មងយើងអត់ fake ឬក៏យើងអត់និយាយថាអូអញ្ចេះលាក់គេឬក៏កុហកគេអីគឺខ្ញុំអត់ចេះទេតែបើសិនជាមនុស្សធំតែមកស្គាល់គ្នាគឺខ្ញុំអត់និយាយអត់លូកដៃឬក៏អត់ខ្វល់ហើយអារម្មណ៍ដែលយើងខកចិត្តដូចថាពេលដែលយើងរាប់អានគេឬក៏យើងស្មោះមួយគេយើងគិតថាគេជាមនុស្សដែលយើងទុកចិត្តបំផុតយើងស្រឡាញ់បំផុតតែភាគច្រើនគឺយើងច្រើនតែជួបនៅរឿងរ៉ាវផ្សេងជួនកាលគេជាអ្នកបង្ករឿងឯងតែស្រាប់តែរឿងហ្នឹងគេបង្វែរមកថាយើងឬក៏គេទម្លាក់កំហុសមកថាយើងឬក៏គេថាមកពីយើងនឹងឯងបានធ្វើឲ្យគេមានរឿងហើយទាំងដែលរឿងគ្រប់យ៉ាងគឺគេអ្នកធ្វើទេអាហ្នឹងហើយដែលជាចំណុចដែលខ្ញុំខ្លាចនៅក្នុងការរាប់អានមនុស្សខ្ញុំមិនបើកចិត្តនៅក្នុងការទទួលមនុស្សធ្វើជា best friend ឬក៏មនុស្សចំណិតបំផុតនៅក្នុងជីវិតបើនិយាយពី best friend ឬក៏មនុស្សចំណិតរបស់ខ្ញុំហ្នឹងគឺខ្ញុំអត់មានច្រើនទេខ្ញុំមានតែម្នាក់ឬក៏ពីរនាក់ហ្នឹងគឺបុគ្គលហ្នឹងហើយដែលជា best friend បំផុតហើយជាមនុស្សដែលស្គាល់ចិត្តខ្ញុំហើយដឹងគ្រប់យ៉ាងពីខ្ញុំហ្មងហើយមនុស្សបែបហ្នឹងគឺច្រើនតែខ្ញុំអត់បាច់និយាយអីគឺគេដឹងហ្មងថាខ្ញុំហ្នឹងមានន័យមិនខ្ញុំចង់ធ្វើអីគឺគេដឹងហ្មងអាហ្នឹងទៅគេហៅថាមនុស្ស best friend ដែលយល់ពីគ្នាគ្រប់យ៉ាងអញ្ចឹងវីដេអូនេះគ្រាន់តែចង់ផ្ដាំផ្ញើទៅអ្នកទាំងអស់គ្នាថាមនុស្សយើងវាមិនមែនថាយើងអត់ចេះរាប់អានមនុស្សទេគ្រាន់តែថាពេលដែលយើងរាប់អានហ្នឹងយើងត្រូវមើលដែរថាតើមនុស្សណាដែលយើងអាចរាប់បានហើយមនុស្សណាដែលយើងរាប់អានមិនបានហើយពេលខ្លះការរាប់អានរបស់យើងហ្នឹងវានាំបញ្ហាដល់យើងអត់ហើយគេជាមនុស្សដែលល្អអត់បើសិនជាគេជាមនុស្សមិនល្អទេបើយើងរាប់អានជាមួយមុននឹងក្រោយវានឹងនាំបញ្ហាគ្រប់យ៉ាងមកដល់យើងហើយមិនថាតិចឬក៏ច្រើនទេចំណុចមួយទៀតគឺចង់ឲ្យអ្នកទាំងអស់គ្នានៅតែស្មោះត្រង់ហើយស្រឡាញ់មនុស្សដែលគេល្អគេស្មោះមួយយើងដែរកុំធ្វើឲ្យគេនឹងមានអារម្មណ៍ថាយើងនឹងជាមនុស្សដែលរាប់គេមិនពិត